អង្គុយរំលឹកគ្រាស្នេហាបងនឹងជីវ៉ាធ្លាប់តែនៅចិនគ្នាតែពេលនេះបាត់បង់រូបពុំងារតើយើងអាចក្បែរគ្នាម្ដងទៀតបានទេបងនៅតែមិនអាចបំភ្លេចរូបអូនតើរូបមាស្ងួនអូននៅនឹងបងទេក៏ដឹងហើយពេលនេះរូបស្រស់មៀងមេអូនមានគេដើម្បីបំភ្លេចរូបបងពេលដែលយើងចាប់ផ្ដើមស្នេហាបងនឹងរៀមរាដូចជាមាននិស្ស័យតែពេលនោះចិត្តពួកយើងនៅក្មេងខ្ចីចិត្តអើយចង់រៃប្រឡ័យស្នេហ៍យើងទាំងពីរដល់ពេលមួយពួកយើងឈានដល់ផ្លូវបែកមិនបាច់ប្រកែកព្រោះនេះជារឿងព្រំលីងខិនពេលវេលាជានាងបង្ខំបងខិនឲ្យយើងឃ្លាតពីគ្នាក៏ដឹងហើយថារូបអូនមិនអាចត្រឡប់ក៏ព្រោះពេលនេះស្នេហាតែឈានដល់ផ្លូវបាញ់ចំតើអូនអាចវល់រកបងម្ដងទៀតបានទេបំភ្លេចរូបអូនតើរូបមាស្ងួនអូននៅនឹងបងទេក៏ដឹងហើយពេលនេះរូបស្រស់មៀងមេអូនមានគេដើម្បីបំភ្លេចរូបបងពេលដែលយើងចាប់ផ្ដើមស្នេហាបងនឹងរៀមរាដូចជាមាននិស្ស័យតែពេលនោះចិត្តពួកយើងនៅក្មេងខ្ចីចិត្តអើយចង់រៃប្រឡ័យស្នេហ៍យើងទាំងពីរដល់ពេលមួយពួកយើងឈានដល់ផ្លូវបែកមិនបាច់ប្រកែកព្រោះនេះជារឿងព្រំលីងខិនពេលវេលាជានាងបង្ខំបងខិនឲ្យយើងឃ្លាតពីគ្នាក៏ដឹងហើយថារូបអូនមិនអាចត្រឡប់ក៏ព្រោះពេលនេះស្នេហាតែឈានដល់ផ្លូវបាញ់ចំតើអូនអាចវល់រកបងម្ដងទៀតបានទេអូននាងស្មងបងគឺជានាងក្បន់អូនទ្រាំអត់ធ្មត់ក៏ព្រោះតែអូនស្នេហ៍បងដល់ពេលនេះទើបបងដឹងរឿងខុសឆ្គងដែលបងធ្លាប់រំលងអូនពីមុនបងសុំទុំ